សួស្តីទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងចែករំលែក4លំហាត់សំខាន់ដែលអាចហាត់នៅផ្ទះជួយឲ្យឡើងគីឡូឡើងសាច់ដុំលឿនបានផល 100% ខ្ញុំនឹងបញ្យល់លម្អិតពីរបៀបហាត់និងគន្លឹះបន្ថែមដើម្បីជួយឲ្យសម្រេចជោគជ័យតោះតាមដានវីដេអូនេះទាំងអស់គ្នាលំហាត់សំខាន់ទាំង4នោះរួមមានលំហាត់ទី1អាវ៉ង់ទី2លំហាត់ dumbbell squat ទី3លំហាត់ lunges និងទី4លំហាត់ pull up លំហាត់សំខាន់ទាំង4នេះធ្វើការទៅលើសាច់ដុំក្រុមធំសំខាន់ដែលជំរុញការលូតលាស់សាច់ដុំបានល្អនិងនាំឲ្យសាច់ដុំលូតលាស់បានក្នុងបរិមាណច្រើនរបៀបនៃការហាត់4ទៅ5ថ្ងៃនៅក្នុងមួយអាទិត្យចំណាយពេល30ទៅ40នាទីក្នុងមួយថ្ងៃដោយហាត់រួមបញ្ចូលគ្នានៃលំហាត់ទាំង4នេះចាប់ផ្ដើមហាត់ជាមួយនឹងលំហាត់អាវ៉ង់ពី3ទៅ5ជុំក្នុងមួយជុំយើងអាចហាត់ពី5ទៅ12 rep បន្ទាប់មកយើងចាប់ផ្ដើមហាត់ dumbbell squat ជាមួយនឹងលំហាត់នេះយើងអាចហាត់ពី3ទៅ5ជុំហើយក្នុងមួយជុំយើងអាចហាត់10 reps បន្ទាប់ពីនេះយើងបន្ថែមទៅលើជើងយើងទៀតគឺយើងហាត់ lunges លំហាត់ lunges យើងអាចហាត់ចន្លោះពី3ទៅ5ជុំដូចគ្នាយើងអាចហាត់10 reps និងចុងក្រោយគឺលំហាត់ pull up សម្រាប់លំហាត់ pull up យើងព្យាយាមហាត់ទៅតាមកម្លាំងសាច់ដុំជាក់ស្ដែងពីព្រោះលំហាត់នេះជាលំហាត់ដែលលំបាកសម្រាប់អ្នកហាត់ដំបូងអញ្ចឹងនៅពេលដែលយើងហាត់ដំបូងយើងអាចព្យាយាមហាត់ឲ្យត្រូវទម្រង់ទៅតាមកម្លាំងសាច់ដុំរបស់យើងជាក់ស្ដែងហើយយើងចាប់ផ្ដើមបង្កើនការហាត់បន្តិចម្ដងហើយចំណុចដែលត្រូវចងចាំសំខាន់ការហាត់ដំបូងត្រូវចាប់ផ្ដើមពីកម្រិតតិចជាពិសេសក្នុងកំឡុងពេល1ទៅ3អាទិត្យដំបូងនៅពេលដែលរាងកាយមានភាពស៊ាំនិងសាច់ដុំរបស់យើងមានកម្លាំងគួរសមយើងអាចចាប់ផ្ដើមបង្កើនកម្រិតហាត់គន្លឹះបន្ថែមជួយឲ្យឡើងគីឡូដើម្បីឲ្យការឡើងគីឡូមានប្រសិទ្ធភាពនិងលឿនយើងគួរយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ដូចខាងក្រោមតកតងនឹងការហាត់ប្រាណគឺសំខាន់បំផុតតកតងនឹងការហាត់ឲ្យបានទៀងទាត់អញ្ចឹងសូមហាត់ឲ្យបានទៀងទាត់នៅពេលដែលយើងហាត់បានទៀងទាត់មិនបោះបង់យើងនឹងទទួលបានផលទី2បង្កើនទម្ងន់និងបង្កើនកម្រិតនៃការហាត់ចឹងយើងចាប់ផ្ដើមបង្កើនទម្ងន់និងបង្កើនកម្រិតនៃការហាត់បន្តិចម្ដងនៅពេលដែលសាច់ដុំរបស់យើងចាប់ផ្ដើមមានកម្លាំងគ្រប់គ្រាន់អញ្ចឹងការហាត់គឺត្រូវការពេលវេលាយើងហាត់ទៀងទាត់ហាត់យូរទៅយើងអាចបង្កើនកម្រិតហាត់និងបង្កើនទម្ងន់ហាត់ដើម្បីឲ្យសាច់ដុំរបស់យើងលូតលាស់បានកាន់តែល្អប្រសើរនិងចំណុចទី3ការទទួលទានអាហារឲ្យបានគ្រប់គ្រាន់អាហារដែលមានសារធាតុប្រូតេអ៊ីនខ្ពស់គឺចាំបាច់សម្រាប់ការលូតលាស់របស់សាច់ដុំដូចជាត្រីដូចជាស៊ុតដូចជាសណ្ដែកដូចជាសាច់គ្រប់ប្រភេទហ្នឹងអញ្ចឹងវាផ្ដល់ប្រូតេអ៊ីនខ្ពស់និងអាហារដែលផ្ដល់ថាមពលសម្រាប់ការលូតលាស់សាច់ដុំដូចជាពពួកកាបូហៃដ្រេតពពួកខ្លាញ់ល្អគឺជាអាហារចាំបាច់ក្នុងការជំរុញការលូតលាស់សាច់ដុំបន្ថែមអញ្ចឹងត្រូវធានាថាយើងទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយមានថាមពលគ្រប់គ្រាន់សម្រាប់ការលូតលាស់សាច់ដុំទៀតនិងចំណុចទី4គឺការគេងនិងការទទួលទានទឹកឲ្យបានគ្រប់គ្រាន់អញ្ចឹងសាច់ដុំរបស់យើងលូតលាស់នៅពេលដែលយើងគេងអញ្ចឹងនៅពេលដែលយើងគេងលក់គ្រប់គ្រាន់គេងលក់បានស្កប់ស្កល់ហើយទទួលទានទឹកបានគ្រប់គ្រាន់នោះការលូតលាស់សាច់ដុំនឹងប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរនិងចំណុចចុងក្រោយនៅពេលដែលយើងហាត់បានទៅជាទម្លាប់ហើយយើងអាចហាត់ជាប់ជាប្រចាំហើយយើងអាចពិចារណាបន្ថែមអាហារបំពន់ទៅលើរបបអាហាររបស់យើងក្នុងករណីដែលយើងពុំអាចរៀបចំរបបអាហារបានល្អគ្រប់គ្រាន់អូខេអញ្ចឹងខ្ញុំមានចែករំលែកប៉ុណ្ណឹងបើមានសំណួរអីគឺអាចសួរបន្ថែមឬក៏ comment នៅក្នុងវីដេអូរបស់ខ្ញុំឬក៏ឆាតទៅ Telegram របស់ខ្ញុំបាន